អាអ្នកធ្លាប់ស្រមៃទេថាប្រសិនបើថ្ងៃណាមួយព្រះច័ន្ទដ៏ស្រស់ស្អាតរបស់យើងស្រាប់តែខ្ទប់បាត់បង់រូបរាងឬរត់ចេញពីកន្លងផែនដីតើនឹងមានរឿងអ្វីកើតឡើងតើយើងគ្រាន់តែបាត់បង់ពន្លឺបំភ្លឺនៅពេលយប់ឬក៏វាគឺជាថ្ងៃវិនាសកាលនៃភពផែនដីយើងទាំងមូលជំរាបសួរប្រិយមិត្តប្រៃ Idea TV ទាំងអស់គ្នាយើងតែងតែគិតថាព្រះច័ន្ទគ្រាន់តែជាវត្ថុអវកាសមួយដែលនឹងកំដរយើងនៅពេលយប់ប៉ុន្តែតាមការពិតបែបវិទ្យាសាស្ត្រព្រះច័ន្ទគឺជាអង្គរៈការពារផែនដីនិងជាអ្នកផ្ដល់ដង្ហើមដល់ការកកើតជីវិតនៅលើភពដ៏ខៀវខ្ចីមួយនេះប្រសិនបើគ្មានព្រះច័ន្ទទេផែនដីនឹងប្រែទៅជាឋាននរកដ៏គួរឲ្យរន្ធត់មួយដែលយើងមិនអាចរស់នៅបានឡើយហេតុអ្វីថ្ងៃនេះប្រៃ Idea TV នឹងនាំប្រិយមិត្តទៅកកាយអាចកំបាំងវិទ្យាសាស្ត្រដ៏គួរឲ្យព្រឺព្រួចទាំងអស់គ្នាទី1ការបាត់បង់ប្រព័ន្ធនៃជំនោរសមុទ្ររឿងដំបូងបំផុតដែលយើងនឹងកត់សម្គាល់ឃើញភ្លាមៗនៅពេលដែលព្រះច័ន្ទបាត់ខ្លួនគឺការប្រែប្រួលនៃទឹកសមុទ្រដោយដែលប្រិយមិត្តធ្លាប់បានដឹងព្រះច័ន្ទមានកម្លាំងទំនាញ gravity ដ៏ធំមួយដែលទាញទឹកសមុទ្រនៅលើផែនដីឲ្យងើបឡើងនិងស្រកចុះហើយយើងហៅថាជំនោរទឹកជោនិងទឹកនាចប្រសិនបើគ្មានព្រះច័ន្ទទេតើទឹកសមុទ្រនឹងនៅស្ងៀមឈឹងមែនទេចម្លើយគឺទេព្រះអាទិត្យក៏មានកម្លាំងទំនាញទឹកសមុទ្រយើងដែរប៉ុន្តែដោយសារវាស្ថិតនៅឆ្ងាយពេកកម្លាំងជំនោរនឹងត្រូវថយចុះអស់ប្រមាណ 70% មានន័យថាជំនោរសមុទ្រនៅសល់ត្រឹមតែរលកតូចៗតែប៉ុណ្ណោះនៅពេលដែលជំនោរទឹកជោនាចត្រូវបាត់បង់ប្រព័ន្ធអេកូឡូស៊ីនៅតាមតំបន់ឆ្នេរទាំងមូលនឹងត្រូវបាត់បង់ដែរសត្វសមុទ្ររាប់លានប្រភេទដែលពឹងផ្អែកការផ្លាស់ប្ដូរនៃទឹកសមុទ្រដើម្បីស្វែងរកចំណីដូចជាក្តាមខ្យងផ្កាថ្មនិងត្រីតូចៗនឹងត្រូវផុតពូជហើយនៅពេលដែលសត្វតូចៗស្លាប់សត្វធំៗនៅតាមសមុទ្រក៏នឹងដាច់ពូជតាមនោះដែរទី2ផែនដីវិលលឿនដោយរន្ទះនិងមួយថ្ងៃមានត្រឹមតែ6ម៉ោងនេះជាចំណុចដ៏គួរឲ្យរន្ធត់មួយទៀតតើអ្នកដឹងទេថាកាលពីរាប់ពាន់លានឆ្នាំមុនពេលដែលផែនដីទើបតែកកើតមួយថ្ងៃនៅលើផែនដីមានរយៈពេលត្រឹមតែ6ម៉ោងតែប៉ុណ្ណោះមូលហេតុដែលយើងមាន24ម៉ោងនៅក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ននេះគឺដោយសារតែព្រះច័ន្ទកម្លាំងទំនាញរបស់ព្រះច័ន្ទដែលទាញទឹកសមុទ្របានបង្កើតជាកម្លាំងកកិតនៃជំនោរ tidal friction ដែលដើរតួជាហ្វ្រាំងជួយទាញផែនដីដែលកំពុងវិលយ៉ាងលឿនឲ្យកាត់បន្ថយល្បឿនបន្តិចម្ដងរហូតមកដល់24ម៉ោងដូចសពថ្ងៃនេះប្រសិនបើព្រះច័ន្ទស្រាប់តែបាត់ខ្លួនហ្វ្រាំងអវកាសមួយនេះនឹងត្រូវកាត់ផ្ដាច់ផែនដីនឹងចាប់ផ្ដើមវិលកាន់តែលឿនទៅមួយថ្ងៃអាចនៅសល់ត្រឹមតែ6ទៅ12ម៉ោងតែប៉ុណ្ណោះអ្នកនឹងត្រូវងើបពីគេងទៅធ្វើការរួចត្រឡប់មកផ្ទះវិញក្នុងរយៈពេលដ៏ខ្លីហើយរាងកាយរបស់មនុស្សយើងរួមទាំងរុក្ខជាតិនិងសត្វទាំងអស់នឹងវិលមុខវង្វេងព្រោះនាឡិកាវិទ្យាសាស្ត្រនៅក្នុងរាងកាយមិនអាចសម្របខ្លួនទាន់ការផ្លាស់ប្ដូរថ្ងៃនិងយប់លឿនដ៏សាហាវបែបនេះឡើយទី3ជាប់ជួមមហន្តរាយដ៏កាចសាហាវនៅពេលដែលផែនដីវិលនៅក្នុងល្បឿនដ៏លឿនទ្វេដងវាបានបង្កើតឲ្យមានបាតុភូតមួយទៀតហៅថាឥទ្ធិពល Coriolis កាន់តែខ្លាំងក្លាល្បឿននៃការវិលរបស់ផែនដីគឺជាកត្តាចម្បងដែលបង្កើតឲ្យមានចរន្តខ្យល់ប្រសិនបើគ្មានព្រះច័ន្ទជួយទប់ល្បឿនទេខ្យល់នៅលើភពផែនដីនឹងបោកបក់នៅក្នុងល្បឿនដ៏រន្ធត់អាចឈានរហូតដល់160ទៅ200គីឡូម៉ែត្រក្នុង1ម៉ោងជារៀងរាល់ថ្ងៃខ្យល់ព្យុះកម្រិតអតិបរិមាព្យុះសង្ឃរាព្យុះកំបុតត្បូងនឹងកើតមានឡើងជាប្រចាំថ្ងៃគ្រប់ទីកន្លែងគ្មានអគារឬផ្ទះសម្បែងណាមួយអាចទប់ទល់នឹងកម្លាំងខ្យល់បោកបក់ដ៏សាហាវដូចជាខ្យល់ព្យុះទីហ្វុងជារៀងរាល់ថ្ងៃបែបនេះបានឡើយមនុស្សជាតិប្រហែលជាត្រូវបង្ខំចិត្តចុះទៅរស់នៅក្រោមដីដើម្បីគេចពីខ្យល់កន្ត្រាក់មួយនេះទី4អផែនដីវង្វេងទឹកនិងរដូវកាលវឹកវរនេះគឺជាមហន្តរាយធ្ងន់ធ្ងរបំផុតសប្តាហ៍ថ្ងៃនេះផែនដីយើងមានរដូវកាលទៀងទាត់រដូវក្តៅរដូវរងារដូវស្លឹកឈើជុះនិងរដូវការីគឺដោយសារតែអផែនដីមានភាពលំអៀងត្រឹមតែ 23.5 ដឺក្រេហើយតើនរណាជាអ្នកជួយទប់អនេះមិនឲ្យយូរេចុះឡើងគឺព្រះច័ន្ទដើរតួជាយុទ្ធការដ៏ធំមួយដែលរក្សាលំនឹងផែនដីប្រសិនបើគ្មានព្រះច័ន្ទអផែនដីនឹងបាត់បង់លំនឹងហើយចាប់ដើមរេនិងងាកចុះងាកឡើងយ៉ាងវឹកវរចន្លោះពី0ទៅ85ដឺក្រេដូចជារង្វិលរបស់ភពព្រះអង្គាជាដើមតើមានអ្វីកើតឡើងនៅពេលដែលអផែនដីរេខ្លាំងបែបនេះអាកាសធាតុនឹងប្រែប្រួលរហូតដល់ចំណុចបាត់បង់លំនឹងមិនអាចគ្រប់គ្រងបានតំបន់អេក្វាទ័រដែលធ្លាប់តែក្តៅអាចនឹងត្រូវគ្របដណ្ដប់ទៅដោយផ្ទាំងទឹកកកប្រមាណរាប់សិបម៉ែត្ររីឯតំបន់ប៉ូលខាងជើងដែលធ្លាប់តែមានទឹកកកអាចនឹងបែរមុខទៅចំព្រះអាទិត្យដោយផ្ទាល់ធ្វើឲ្យទឹកកករលាយបង្កជាទឹកជំនន់លិចលង់ទ្វីបទាំងមូលនៅក្នុងរយៈពេលតែប្រមាណឆ្នាំការផ្លាស់ប្ដូរពីយុគសម័យទឹកកកទៅជាយុគសម័យកម្ដៅដុតរោលនិងសម្លាប់រុក្ខជាតិដំណាំកសិកម្មទាំងអស់មនុស្សជាតិនឹងត្រូវប្រឈមមុខនឹងគ្រោះទុរភិក្សដាច់ពោះស្លាប់ទូទាំងពិភពលោកទី5រាត្រីងងឹតស្លុបនិងការវិនាសនៃសត្វពេលយប់ប្រសិនបើយើងអាចរស់រានមានជីវិតពីខ្យល់ព្យុះនិងអាកាសធាតុប្រែប្រួលដ៏សាហាវទាំងនោះបាននៅពេលយប់នឹងក្លាយទៅជាសម្បត្តិអាក្រក់មួយទៀតដោយគ្មានពន្លឺចំណាំងផ្លាតពីព្រះច័ន្ទនៅពេលយប់នៅលើផែនដីនឹងប្រែជាងងឹតស្លុបមើលអ្វីលែងឃើញទោះបីជាមានពន្លឺផ្កាយក្តៅវាក៏មិនគ្រប់គ្រាន់ឡើយសត្វដែលរកស៊ីនៅពេលយប់ដូចជាសត្វទីទុយខ្លារខិនសត្វប្រចៀវនិងសត្វល្អិតរាប់លានប្រភេទ
ដែលពឹងផ្អែកលើពន្លឺព្រះច័ន្ទដើម្បីមើលផ្លូវចាប់ចំណីនិងបន្តពូជនិងត្រូវងងឹតភ្នែកប្រព័ន្ធបរិស្ថាននៅពេលយប់នឹងត្រូវកាត់ផ្ដាច់ដែលជាហេតុធ្វើឲ្យខ្សែសង្វាក់អាហារទាំងមូលរបស់ផែនដីត្រូវដួលរលំនិងបាត់បង់តាមនោះដែរសេចក្តីសន្និដ្ឋានឆ្លងកាត់ចំណុចទាំងអស់នេះយើងអាចសន្និដ្ឋានបានយ៉ាងច្បាស់ថាព្រះច័ន្ទមិនគ្រាន់តែជាវត្ថុលម្អនៅលើមេឃនោះទេប៉ុន្តែវាគឺជាម៉ាស៊ីនរក្សាលំនឹងនៃជីវិតប្រសិនបើគ្មានព្រះច័ន្ទផែនដីនឹងក្លាយទៅជាភពដែលវិលឈួតលីលាមានខ្យល់បោកបក់ឥតឈប់ឈរអាកាសធាតុប្រែប្រួលពីទឹកកកទៅជាភ្លើងនិងគ្មានសត្វលោកណាមួយអាចរស់រានមានជីវិតបានឡើយសូម្បីតែអ្នកវិទ្យាសាស្ត្រក៏ជឿជាក់ថាប្រសិនបើគ្មានការជួយជ្រោមជ្រែងពីព្រះច័ន្ទកាលពីរាប់ពាន់លានឆ្នាំមុនក៏ប្រហែលជាគ្មានការកកើតនៃកោសិកាជីវិតនៅលើភពផែនដីដែរតើប្រិយមិត្តយល់យ៉ាងណាដែរនៅពេលដែលដឹងថាព្រះច័ន្ទមានឥទ្ធិពលខ្លាំងដល់ថ្នាក់នេះសូមកុំភ្លេចសម្លឹងមើលមេឃនៅពេលយប់ហើយញញឹមអរគុណដល់ព្រះច័ន្ទដែលតែងតែការពារពួកយើងរហូតមកប្រសិនបើប្រិយមិត្តចូលចិត្តវីដេអូអប់រំនិងការវែកញែកតាមបែបវិទ្យាសាស្ត្រស៊ីជម្រៅបែបនេះសូមកុំភ្លេចចុច like share និង follow page ឬ subscribe channel YouTube Bright Idea TV ដើម្បីទទួលបានវីដេអូថ្មីៗនិងគំនិតប្លែកៗជារៀងរាល់ថ្ងៃអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ខណៈពេលនេះខ្ញុំបាទសូមជម្រាបលានិងជួបគ្នានៅវីដេអូក្រោយ